សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយរឿងបែប Manual GL ជាមួយ Admin ណាលើកុំឲ្យខាត់ពេលវេលាយូរតោះចូលមកសាច់រឿងយើងតែម្ដងតូរីយ៉ាជាមួយនឹងស្នាមញឹមដ៏ទន់ភ្លន់និងផ្អែមល្ហែមបានព្យាយាមនិយាយលួងលោមបងស្រីរបស់នាងដើម្បីកុំឲ្យមានការបារម្ភនាងបាននិយាយទាំងចិត្តត្រជាក់ថាវាគ្រាន់តែជារបួសតូចតាចប៉ុណ្ណោះមិនអីទេបងស្រីបន្ទាប់ពីបានឮសម្ដីនិងបានឃើញកាយវិការរបស់ដូរីយ៉ាហើយនោះហេរ៉ាស្រាប់តែបើកភ្នែកធំៗទាំងការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងចិត្តរបស់នាងចាប់ផ្ដើមមានការភ័យព្រួយនិងឆ្ងល់យ៉ាងខ្លាំងទៅលើប្រព័ន្ធដែលនាងកំពុងតែគ្រប់គ្រងហេតុអ្វីបានជារឿងបែបនេះកើតឡើងម្ដងទៀតហើយស្ថានភាពកាន់តែតានតឹងឡើងរហូតធ្វើឲ្យហេរ៉ាចាប់ផ្ដើមបែកញើសសស្រាក់នៅលើផ្ទៃមុខនាងកំពុងតែបង្ខំខួរក្បាលរបស់ខ្លួនឯងយ៉ាងខ្លាំងដើម្បីស្វែងរកល្បិចឬវិធីសាស្ត្រណាមួយមកបង្វែរស្ថានភាពព្រោះនាងមិនចង់ឲ្យប្រព័ន្ធចាប់បានថានាងកំពុងធ្វើខុសពីចរិតលក្ខណៈតួអង្គឡើយ Walk out of character មិនត្រូវធ្វើខុសពីចរិតលក្ខណៈតួអង្គ Walk ដាច់ខាតមកនេះខួរក្បាលឆាប់គិតរកវិធីបិទបាំងរឿងនេះឲ្យលឿនឡើងដើម្បីបង្វែរដានពីភាពអាម៉ាស់របស់ខ្លួននិងការពារកុំឲ្យប្រព័ន្ធដាក់ទណ្ឌកម្មខ្លាំងជាងនេះហេរ៉ាត្រូវតែបង្ខំចិត្តត្រឡប់ទៅធ្វើជាតួអង្គកំណាចវិញភ្លាមនាងបានលើកកម្រាមដៃចង្អុលមុខដូរីយ៉ាទាំងកែវភ្នែកកំណាចរួចស្រែកគំហកទាំងកំហឹងថាដូរីយ៉ាឯងច្បាស់ជាបានប្រើមន្តអាគមថោកទាបណាមួយមកលើខ្លួនខ្ញុំមិនខាននោះជាហេតុផលតែមួយគត់ដែលធ្វើឲ្យខ្ញុំនិយាយរឿងបែបនោះចេញមករឿងដែលគួរឲ្យហេរ៉ានៅតែមិនព្រមបញ្ឈប់ពាក្យសម្ដីមើលងាយបានបន្តហូរចេញពីមាត់របស់នាងរឿងដែលគួរឲ្យខ្ពើមរអាំបំផុតតូរីយ៉ាដែលឈរស្ដាប់បានត្រឹមតែបើកភ្នែកធំសម្លឹងមើលបងស្រីរបស់នាងទាំងខកចិត្តនិងហួសចិត្តជាខ្លាំងនាងបានត្រឡប់ពាក្យនោះមកគិតក្នុងចិត្តទាំងស្រងៀកចិត្តថារឿងដែលគួរឲ្យខ្ពើមរអាំអញ្ចឹងសោះដោយមិនចង់ឲ្យដូរីយ៉ាឃើញពីភាពទន់ជ្រាយនិងអាការៈបែកញើសព្រោះភ័យខ្លាចរបស់ខ្លួនបន្តទៀតហេរ៉ាបានស្ទុះទៅចាប់បោកស្មារបស់ដូរីយ៉ារួចរុញច្រាននាងដេញចេញពីបន្ទប់ទាំងគ្មានប្រណីចេញទៅឲ្យផុតពីបន្ទប់របស់ខ្ញុំភ្លាមទៅកុំមកឲ្យខ្ញុំឃើញមុខឯងនៅទីនេះទៀតបន្ទាប់ពីត្រូវបានរុញច្រានដូរីយ៉ាបានងើបមុខឡើងសម្លឹងមើលបងស្រីរបស់នាងទាំងកែវភ្នែកក្រហមអួលដើមក៏ព្រមទាំងបង្ហាញពីអារម្មណ៍ឈឺចាប់និងរងភាពអយុត្តិធម៌ជាពន់ពេក Wronge នាងមិននឹកស្មានថាការដែលនាងបង្ហាញការបារម្ភពិតប្រាកដចេញពីចិត្តបែរជាត្រូវបងស្រីគិតថាជាការប្រើល្បិចអាគមថោកទាបទៅវិញដើម្បីកុំឲ្យចិត្តទន់និងដើម្បីបិទបាំងរឿងគ្រប់យ៉ាងពីប្រព័ន្ធឲ្យបានជោគជ័យហេរ៉ាត្រូវតែបន្តសម្ដែងទឹកមុខដ៏កាចសាហាវ Fierce នាងបានសម្លឹងមើលទៅដូរីយ៉ាទាំងខឹងសម្បាររួចស្រែកគំហកខ្លាំងបន្ថែមទៀតថាមើលស្អីទៀតឆាប់ចេញទៅឲ្យផុតទៅប៉ុន្តែនៅក្នុងចិត្តរបស់ហេរ៉ាវិញនាងកំពុងតែយំស្រែកនិងបន្ទោសខ្លួនឯងដែលធ្វើរឿងបែបនេះដាក់ប្អូនស្រីតូចខ្ញុំពិតជាមនុស្សម្នាក់ដែលអាក្រក់ខ្លាំងណាស់សូមមេត្តាយករំពាត់មកវាយដាក់ទណ្ឌកម្មខ្ញុំទៅដោយដឹងថាការនៅបន្តមានតែធ្វើឲ្យបងស្រីរបស់នាងកាន់តែខឹងខ្លាំងដូរីយ៉ាបានសម្រេចចិត្តផ្អាកការបកស្រាយនាងបានងាកក្រោយរួចដើរចេញពីបន្ទប់ដ៏ធំនោះទាំងក្រៀមក្រំនិងស្ងាត់ស្ងៀមបំផុតហេរ៉ាបានត្រឹមតែឈរសម្លឹងមើលស្រមោលខ្នងរបស់ប្អូនស្រីដែលកំពុងដើរចេញទៅតាមទ្វារទាំងអារម្មណ៍វិលវល់និងធូរទ្រូងបន្តិចដែលអាចរក្សាសុវត្ថិភាពពីការដាក់ទណ្ឌកម្មរបស់ប្រព័ន្ធបានមួយគ្រាបន្ទាប់ពីបានរុញច្រានបណ្ដេញដូរីយ៉ាចេញពីបន្ទប់និងបិទទ្វារជិតបានសម្រេចហេរ៉ាបានទម្លាក់ទឹកមុខចុះរួចដកដង្ហើមធំចេញមកទាំងធូរទ្រូងហើយមិញនឹងសឹងតែបែកការទៅហើយនាងបានលើកដៃស្ទាបចិញ្ចើមនឹងក្បាលរបស់នាងទាំងអារម្មណ៍តានតឹងនិងវិលវល់ជាខ្លាំងនាងបានគិតពិចារណាយ៉ាងម៉ត់ចត់ក្នុងចិត្តថានេះជាលើកទី2ហើយដែលខ្ញុំបាត់បង់ការគ្រប់គ្រងលើខ្លួនឯងហើយនិយាយអ្វីចេញពីចិត្តពិតបែបនេះវាមិនអាចជារឿងចៃដន្យឡើយច្បាស់ជាមានច្បាប់លាក់កំបាំងណាមួយកំពុងដំណើរការដែលខ្ញុំមិនទាន់ដឹងច្បាស់នៅឡើយទេប្រព័ន្ធមួយនេះពិតជាកំពុងលាក់បាំងអ្វីមួយពីខ្ញុំពិតប្រាកដមែនដើម្បីកុំឲ្យមានកំហុសឆ្គងកើតឡើងជាថ្មីដែលអាចនាំឲ្យប្រព័ន្ធដាក់ទណ្ឌកម្មហេរ៉ាបានផ្លាស់ប្ដូរមកជាកែវភ្នែកមើងម៉ាត់និងម៉ត់ចត់រួចរៀបចំផែនការក្នុងចិត្តមុនពេលដែលប្រព័ន្ធដំណើរការត្រឡប់មកវិញដើម្បីការពារកុំឲ្យរឿងរ៉ាវបែបនេះកើតឡើងម្ដងទៀតខ្ញុំគួរតែតូរីយ៉ាបានឈរអោបដៃយកកម្រាមដៃទប់ចង្ការរបស់នាងទាំងទឹកមុខស្រងូតស្រងាត់និងគិតយ៉ាងខ្លាំងពីអ្វីដែលបានកើតឡើងមុននេះការបារម្ភដែលគាត់បានបង្ហាញមកលើខ្ញុំកាលពីលើកមុននឹងថ្ងៃនេះវាបានលេចឡើងមកដោយគ្មានមូលហេតុសោះប៉ុន្តែវាមានអារម្មណ៍ថាពិតប្រាកដខ្លាំងណាស់នាងបានផ្ដោតអារម្មណ៍ទៅលើកាយវិការមិនប្រក្រតីរបស់បងស្រីនាងបន្តផ្អែកលើការប្រព្រឹត្តរបស់បងស្រីវាហាក់បីដូចជាគាត់មិនអាចគ្រប់គ្រងខ្លួនឯងបានតតែសោះ
ដូរីយ៉ាបានលើកគម្រាមដៃរបស់នាងដែលនៅមានស្នាមរបួសបន្តិចបន្តួចមកសម្លឹងមើលទាំងខ្សែភ្នែកស្រទន់តែបង្កប់ដោយភាពវៃឆ្លាតវាដូចជាមានយន្តការលាក់កំបាំងណាមួយកំពុងដំណើរការអញ្ចឹងដូចជាប្រសិនបើយើងវាយលេខកូដសម្ងាត់ត្រឹមត្រូវនោះយើងនឹងអាចមើលឃើញអ្វីដែលគាត់កំពុងព្យាយាមលាក់បាំងភ្លាមនោះទឹកមុខរបស់ដូរីយ៉ាបានផ្លាស់ប្ដូរទៅជាការញឹមចុងមាត់យ៉ាងមានល្បិចកលនិងពោរពេញដោយភាពជឿជាក់នាងលែងមានអារម្មណ៍ខកចិត្តទៀតហើយប៉ុន្តែបែរជាមានភាពរីករាយនឹងល្បែងមួយនេះទៅវិញរឿងនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ប៉ុន្តែតើអ្វីទៅជាលេខកូដសម្ងាត់នោះពិតប្រាកដទៅនាងបានសម្លឹងមើលទៅមុខត្រង់ទាំងកែវភ្នែកមានមហិច្ឆតារួចគិតក្នុងចិត្តជាចុងក្រោយថាមើលទៅខ្ញុំចាំបាច់ត្រូវតែនៅក្នុងចិត្តរបស់តួអង្គទាំងពីរមានការតាំងចិត្តរៀងខ្លួនដែលដើរផ្លូវផ្ទុយគ្នាទាំងស្រុងហេរ៉ានាងបង្ហាញទឹកមុខមើងម៉ាត់និងបារម្ភពីទណ្ឌកម្មប្រព័ន្ធដោយគិតថាត្រូវតែរក្សាគម្លាតឲ្យនាងនៅឆ្ងាយពីខ្ញុំតាមដែលស្របទៅបានចំណែកឯដូរីយ៉ានាងបង្ហាញទឹកមុខដូចជាពេញចិត្តនឹងរឿងទាំងអស់នេះដែលបានកើតឡើងនាងបែរជាយំរ៉ាំដៃដែលមានរបួសនោះមកលិតតិចទាំងល្បិចកលនិងគិតចង់ស៊ើបការពិតថាខ្ញុំនឹងតោងទាមផ្អិតស្អិតជាប់ជាមួយគាត់ដូចជាកៅអញ្ចឹងពេលវេលាបានកន្លងផុតទៅរហូតដល់ពេលដែលត្រូវទៅសាលារៀនដូរីយ៉ាដែលបានផ្លាស់ប្ដូរមកស្លៀកពាក់ឯកសណ្ឋានសាលាពណ៌បៃតងយ៉ាងសំសួនបានឈរកាន់កាបូបយួរនៅឯខ្លោងទ្វារធំនៃភូមិគ្រឹះ at the Manor Gate ក្រោមពន្លឺថ្ងៃដ៏កក់ក្ដៅខណៈពេលដែលដូរីយ៉ាកំពុងតែឈររង់ចាំបងស្រីរបស់នាងដើម្បីទៅសាលារៀនជុំគ្នា waiting for sister to leave for school ស្រាប់តែហេរ៉ាឯណោះវិញបានប្រើល្បិចរំលួចដើរថយក្រោយយ៉ាងស្ងៀមស្ងាត់ដើម្បីរត់គេចចេញទៅមុនបាត់ sneaking off ហេរ៉ាខំប្រឹងគេចមុខដើម្បីកុំឲ្យដូរីយ៉ាមកក្បែរខ្លួនតាមផែនការដែលនាងបានគិតទុកទោះបីជាហេរ៉ាខំប្រឹងលបលួចគេចខ្លួនចេញពីភូមិគ្រឹះមុនក៏ដោយក៏ដូរីយ៉ានៅតែអាចតាមទាន់ដានរបស់បងស្រីនាងរហូតមកដល់អាហារដ្ឋានសាលា Academy Dining Hallដូរីយ៉ាបានដើរកាន់ថាសអាហារទាំងទឹកមុខស្ងប់ស្ងាត់ប៉ុន្តែកែវភ្នែកដ៏មុតស្រួចរបស់នាងកំពុងតែរំពេរកមើលវត្តមានរបស់ហេរ៉ាគ្រាន់តែក្រឡេកឃើញដូរីយ៉ាដើរចូលមកក្នុងអាហារដ្ឋានភ្លាមហេរ៉ាដែលកំពុងតែកាន់ដំបងមួយបន្ទះនៅក្នុងដៃបានស្ទុះរត់ចេញទៅតាមទ្វាររំខាងទៀតយ៉ាងលឿនស្លន់ស្លោដើម្បីកុំឲ្យដូរីយ៉ាមកក្បែរខ្លួនដូរីយ៉ាបានត្រឹមតែងាកក្បាលសម្លឹងមើលស្រមោលខ្នងរបស់បងស្រីដែលកំពុងរត់គេចខ្លួនពីនាងទាំងមិននឹកស្មានដល់ការរត់គេចខ្លួនយ៉ាងលះបង់របស់ហេរ៉ាបានធ្វើឲ្យដូរីយ៉ាកាន់តែប្រកបចិត្តចំពោះការសង្ស័យរបស់ខ្លួននាងបានធ្វើទឹកមុខស្មើរួចគិតក្នុងចិត្តទាំងក្រសែភ្នែកមានល្បិចកលថាតើគាត់កំពុងតែគេចវិសពីខ្ញុំមែនទេប៉ុន្តែជំនួសឲ្យការខឹងសម្បារដូរីយ៉ាបែរជាផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីដើម្បីដោះស្រាយចំពោះកលេចកូដសម្ងាត់នេះក្នុងពេលដែលបងមិនចូលចិត្តឲ្យខ្ញុំជាអ្នកចាប់ផ្ដើមចូលទៅរកមុនអញ្ចឹងមានតែប្រើល្បិចធ្វើឲ្យបងជាអ្នកដើរចូលមករកខ្ញុំដោយខ្លួនឯងវិញហើយសាច់រឿងបានកាត់មកកាន់ទិដ្ឋភាពពេលរាត្រីដ៏ស្ងាត់ជ្រុងនាពេលយប់ដ៏ងឹតដែលមានពន្លឺព្រះច័ន្ទចាំងកាត់ស្លឹកឈើនៅខាងក្នុងបន្ទប់គេងដ៏ប្រណីតមួយបង្អួចស្រាប់តែរបើកចំហចោលដែលធ្វើឲ្យខ្យល់ត្រជាក់បក់បោកចូលមកយ៉ាងខ្លាំងហេរ៉ាកំពុងតែគេងលក់យ៉ាងស្កប់ស្កល់ក្រោមភួយពណ៌មាសប៉ុន្តែដោយសារតែឥទ្ធិពលនៃខ្យល់ត្រជាក់បក់មកខ្លាំងពេករហូតមានឮសំឡេងខ្យល់កហវវធ្វើឲ្យនាងចាប់ផ្ដើមមានអារម្មណ៍រងារួចស្រវាំងភ្នែកភ្ញាក់ដឹងខ្លួនឡើងទាំងទូចវាត្រជាក់ខ្លាំងណាស់ហេរ៉ាបានងើបក្បាលសម្លឹងទៅរកទីដើរនៃបង្អួចដែលឃើញវាំងកំពុងតែបក់រវិកវិចតាមកម្លាំងខ្យល់ព្រមទាំងមានពន្លឺព្រះច័ន្ទចាំងចូលមកយ៉ាងច្បាស់នាងបានគិតក្នុងចិត្តទាំងងឿងឆ្ងល់និងមិនអស់ចិត្តថាចម្លែកមែនខ្ញុំចាំបានច្បាស់ណាស់ថាខ្ញុំបានបិទបង្អួចចិត្តហើយតើមុនពេលចូលគេងនោះហេរ៉ាបានក្រោកពីគ្រែទាំងអារម្មណ៍នៅកណ្ដាលពាក់កណ្ដាលល្ងួយគេងនាងបានដើរសំដៅមកកាន់បង្អួចរួចយកដៃញីភ្នែកតិចទាំងទឹកមុខមិនទាន់បាត់ងួយនៅឡើយដើម្បីមើលឲ្យច្បាស់ថាតើមានរឿងអ្វីកើតឡើងឲ្យប្រាកដនៅពេលដែលនាងដើរមកដល់មាត់បង្អួចនិងរៀបនឹងទាញបង្អួចចាក់សរបិទចិត្តវិញនាងក៏បានអន់សម្លឹងចុះទៅខាងក្រៅភូមិគ្រឹះភ្លាមនោះខ្សែភ្នែករបស់នាងបានប្រែជាបើកធំទាំងភាពភ្ញាក់ផ្អើលនិងគាំងនិយាយមិនចេញអ្វីដែលហេរ៉ាបានឃើញនៅខាងក្រៅបង្អួចនោះគឺដូរីយ៉ាកំពុងតែអង្គុយច្រហោងចុះនៅលើវាលស្មៅក្បែរគុម្ពោតព្រៃទាំងពាក់អាវគេងយប់ពណ៌បៃតងនៅក្នុងដៃរបស់ដូរីយ៉ាកំពុងតែកាន់ចានចម្លែកមួយដែលមានទឹកនៅខាងក្នុងហាក់ដូចជាកំពុងធ្វើសកម្មភាពអាថ៌កំបាំងឬលួចធ្វើអ្វីមួយទាំងកណ្ដាលអាធ្រាត្រដោយមិនដេកពួនឡើយការនេះធ្វើឲ្យហេរ៉ាឈររប់សម្លឹងមើលពីលើបង្អួចទាំងក្តីញឿងឆ្ងល់ជាខ្លាំងដូរីយ៉ាដែលកំពុងអង្គុយនៅខាងក្រៅទាំងយប់អាធ្រាត្របានចាប់ផ្ដើមរងាញ័រញាក់រហូតទប់មិនកណ្ដាស់ចេញមកយ៉ាងខ្លាំងហិតស៊ុយអាឈូ
ដោយសារតែការមិនអាចទ្រាំមើលប្អូនស្រីងាយញាក់ញ័របាន Hera ក៏បានដាច់ចិត្តរត់ចុះមកខាងក្រោមទាំងប្រញាប់ប្រញាល់នាងឈរមើល Doria ទាំងក្តីបារម្ភភ្លីឡំនឹងការបន្ទោសក្នុងចិត្តថាតើឯងមិនស្រួលខ្លួនឬយ៉ាងម៉េចនឹង Hera បានយកភួយដណ្ដប់មកជាមួយរួចរុំខ្លួននាងយ៉ាងជិតដើម្បីការពារភាពរងានាងបានសម្លឹងមើល Doria ទាំងទឹកមុខខឹងបន្តិចបារម្ភបន្តិចរួចសួរដេញដោលថាហេតុអីបានជាឯងមិនព្រមគេងតើឯងកំពុងតែមកធ្វើស្អីនៅទីនេះទាំងកណ្ដាលអាធ្រាត្របែបនេះ Doria បានងើបមុខឡើងសម្លឹងបងស្រីទាំងកែវភ្នែកគួរឲ្យអាណិតថ្ពាល់របស់នាងឡើងក្រហមព្រោះតែភាពរងានិងខ្សោយ Weak នាងបានឆ្លើយប្រាប់ Hera ទាំងសម្លេងស្រទន់ថាបងស្រីការដាំស្មៅដំណក់ទឹកភ្នែកព្រះច័ន្ទ Moonchild Grass វាទាមទារឲ្យមានទឹកសន្សើមពេលព្រឹកព្រលឹមដ៏បរិសុទ្ធបំផុតខ្ញុំគ្រាន់តែមកក៏ប្រមូលវាខ្លះតែប៉ុណ្ណោះគ្រាន់តែ Doria និយាយបែបនេះភ្លាម Hera ស្រឡាំងកាំងហើយអារម្មណ៍បារម្ភនិងខ្វល់ខ្វាយជាខ្លាំងបានវាយលុកបេះដូងនាងភ្លាមនាងបានគិតក្នុងចិត្តទាំងវិប្បដិសារីថាអូទេនេះវាជាកំហុសរបស់ខ្ញុំម្ដងទៀតហើយមែនទេខណៈពេលដែល Hera កំពុងតែឈរសួរនាំទាំងក្តីបារម្ភស្រាប់តែភួយក្រាស់ពណ៌ត្នោតដែលនាងបានរុំខ្លួនដើម្បីការពារភាពរងានោះបានរអិលរបូតធ្លាក់ចុះមកដីនាងបានធ្វើទឹកមុខបែបឆេបេភ្ញាក់ផ្អើលបន្តិចរួចលាន់មាត់ថាអេភួយរបស់ខ្ញុំធ្លាក់បាត់ហើយឃើញភួយធ្លាក់ភ្លាម Doria ដែលកំពុងអង្គុយរងាញាក់ញ័របានអន់រើភួយនោះឡើងដោយក្តីគោរពរួចហុចវាត្រឡប់ទៅឲ្យបងស្រីវិញទាំងនិយាយថាបងស្រីនេះជាភួយរបស់បងជំនួសឲ្យការទទួលយកភួយនោះមកវិញនិងដើម្បីកុំឲ្យខុសពីការកំណត់របស់ប្រព័ន្ធតួអង្គកំណាច Hera បានឈរអបដៃងាកមុខចេញនិងព្យាយាមសម្ដែងធ្វើជាមើលងាយ pretending to be disdainful ទាំងនិយាយពាក្យសម្ដីចាក់ដោតថាខ្ញុំមិនប្រើប្រាស់របស់ហុកខ្វក់ឡើយវាស័ក្តិសមសម្រាប់សម្រាមតូចតាចដូចជាឯងជាងដូច្នេះចាត់ទុកថាវាជារបស់ឯងទៅចុះទោះបីជា Hera ប្រើសម្ដីអាក្រក់ដេញដល់យ៉ាងណាក៏ដោយនៅក្នុងចិត្តរបស់នាងគឺកំពុងតែបារម្ភនិងចង់ឲ្យប្អូនស្រីយកភួយនោះទៅដណ្ដប់ឲ្យមានភាពកក់ក្ដៅយ៉ាងខ្លាំងurging ប្រញាប់ឡើងហើយយកវាទៅរុំខ្លួនឯងទៅដោយឃើញ Doria នៅតែរារែកមិនព្រមយកភួយទៅរុំខ្លួន Hera ក៏បានដើរចូលទៅជិតរួចធ្វើទឹកមុខខឹងសម្បានិងស្រែកគំហកដើម្បីបង្ខំទាំងចិត្តល្អថាណែឯងហ៊ានល្មើសនឹងបញ្ជារបស់ខ្ញុំផងហាប៉ុន្តែមុនពេលដែល Doria អាចធ្វើតាមបញ្ជាបានជាតិលង្វែកនៃភាពរងានិងភាពទន់ខ្សោយបានវាយលុកដល់កម្រិតភ្នែករបស់នាងបានបិទចុះថ្ពាល់ឡើងក្រហមព្រោះគ្រុនក្តៅហើយរាងកាយទាំងមូលក៏បានទន់ជ្រាយដួលសន្លប់ faints ទៅលើវាលស្មៅភ្លាមឃើញប្អូនស្រីដួលសន្លប់នៅចំពោះមុខភ្លាមរបាំងមុខជាតួអង្គចិត្តអាក្រក់របស់ Hera ត្រូវបានរលាយបាត់អស់នាងបានស្ទុះទៅត្រកង់បីរាងកាយរបស់ Doria មកអបជាប់នឹងទ្រូងទាំងទឹកមុខស្លន់ស្លោនិងស្រែកហៅឈ្មោះប្អូនស្រីទាំងក្តីបារម្ភជាពន់ពេកDoria ភាគនេះចប់ហើយរងចាំទស្សនានៅភាគបន្តណាជាចុងក្រោយ Admin សូមអរគុណទៅកាន់អ្នកគាំទ្រទាំងអស់គ្នាដែលបានចុច Like និង Follow មកកាន់ Admin